ប្រវត្តិសម្ដេចព្រះធម្មលិខិតព្រះសង្ឃនាយកកែវអុកគណៈមហានិកាយសម្ដេចព្រះធម្មលិខិតកែវអុកជាសម្ដេចព្រះសង្ឃរាជគណៈមហានិកាយនៃប្រជាណាចក្រកម្ពុជាដែលបានស្នងតំណែងអំពីសម្ដេចព្រះសង្ឃរាជនិលទៀងនិងជាមេក្រុមបុរាណនិយមក្នុងព្រះពុទ្ធសាសនាដែលគេស្គាល់ថាជាក្រុមធម៌ចាស់និងជាគូបដិបកយ៉ាងចេញមុខបំផុតតទល់នឹងសម្ដេចព្រះមហាសង្ឃរាជជួនណាតនិងសម្ដេចព្រះមហាសុមេធាធិបតីព្រះមហាសង្ឃរាជហួតតាតក្នុងការសិក្សារកខុសរកត្រូវយ៉ាងពិតប្រាកដនៃការបដិបត្តិព្រះពុទ្ធសាសនានិងការបោះពុម្ពនៅគម្ពីរព្រះពុទ្ធសាសនាជាសៀវភៅក៏ដូចជាការបកប្រែនៅពុទ្ធវាទពីភាសាបាលីមកជាភាសាជាតិសម្ដេចព្រះធម្មលិខិតព្រះសង្ឃនាយកកែវអុកប្រសូតនៅថ្ងៃប្រហ័រខែកដិកមិនដឹងជារនោចឬក៏ខ្នើតនៅក្នុងឆ្នាំកុរត្រីស័កពុទ្ធសករាជ2395ដែលត្រូវនឹងគ្រិស្តសករាជ1851នៅភូមិក្រាលខៀវស្រុកពញាលឺខេត្តកណ្ដាលដែលមានបិតានាមកែវនិងមាតានាមមាតាមសៀវភៅជីវប្រវត្តិសម្ដេចព្រះសង្ឃរាជបានអះអាងថាព្រះអង្គជាចៅរបស់សម្ដេចជវាពុកព្រះអង្គបានចូលទីវង្គតនៅនាថ្ងៃសៅរ៍2រោចខែចេសឆ្នាំជូតអដ្ឋស័កពុទ្ធសករាជ2480គ្រិស្តសករាជ1936នាវេលាម៉ោង 20:30 នាទីនៅវត្តឧណាឡោមក្រុងភ្នំពេញឆ្នាំវកត្រីស័កពុទ្ធសករាជ2404គ្រិស្តសករាជ1860នៅក្នុងវ័យ10ឆ្នាំកុមារអនាគតសម្ដេចព្រះសង្ឃរាជរូបនេះត្រូវបានមាតាបិតានាំទៅសិក្សានៅវត្តរំដួលស្រុកឧដុង្គខេត្តកំពង់ស្ពឺក្នុងសំណាក់ព្រះពោធិវង្សប្រាក់ក្នុងវ័យ15ឆ្នាំត្រូវនឹងឆ្នាំឆ្លូវស័ព្ទស័កពុទ្ធសករាជ2409គ្រិស្តសករាជ1865បានបួសជាសាមណេរនៅវត្តរំដួលស្រុកឧដុង្គខេត្តកំពង់ស្ពឺលុះដល់ព្រះជន្ម22ព្រះវស្សាត្រូវនឹងឆ្នាំវកចត្វាស័កពុទ្ធសករាជ2416គ្រិស្តសករាជ1872ក៏បានបំពេញនូវឧបសម្បទាជាភិក្ខុនាវត្តឧណាឡោមក្រុងភ្នំពេញដោយមានសម្ដេចព្រះសង្ឃរាជនិលទៀងជាព្រះឧបជាសម្ដេចព្រះមហាសង្ឃរាជគណៈមហានិកាយនិលទៀងបានចូលទីវង្គតនៅឆ្នាំឆ្លូវបច្ចស័កពុទ្ធសករាជ2457គ្រិស្តសករាជ1913លុះមួយឆ្នាំក្រោយមកពោលគឺនៅឆ្នាំខាលឆស័កពុទ្ធសករាជ2458គ្រិស្តសករាជ1914ក្នុងព្រះជន្មាយុ64ព្រះវស្សាព្រះមហាថេរកែវអុកបានទទួលសមណស័ក្តិជាព្រះសង្ឃនាយកស្ដីទីជំនួសសម្ដេចព្រះសង្ឃរាជនិលទៀងដែលជាឧបជាព្រះអង្គគ្រប់គ្រងតំណែងអស់រយៈពេល15ឆ្នាំរហូតដល់ព្រះអង្គមានព្រះជន្ម86ព្រះវស្សាទើបទទួលបានការតែងតាំងជាសម្ដេចព្រះធម្មលិខិតនិងជាព្រះសង្ឃនាយកគណៈមហានិកាយនាឆ្នាំរោងសម្រិតស័កពុទ្ធសករាជ2472គ្រិស្តសករាជ1928ពីសំណាក់ព្រះករុណាព្រះបាទស៊ីសុវត្ថិតាមរយៈសៀវភៅកល្យាណមិត្តរបស់ខ្ញុំជាស្នាព្រះហស្ថរបស់សម្ដេចព្រះមហាសុមេធាធិបតីព្រះសង្ឃនាយកគណៈមហានិកាយហួតតាតគឺជាមិត្តនិងជាសហការីដ៏ស្និទ្ធស្នាលនិងជាអ្នកស្នងតំណែងសម្ដេចព្រះមហាសង្ឃរាជជួនណាតបានអះអាងថាពេលដែលព្រះធម្មលិខិតកែវអុកទទួលបានការតែងតាំងជាព្រះសង្ឃនាយកនេះព្រះសង្ឃទាំងអស់ក្នុងវត្តឧណាឡោមពុំសូវមានការគោរពកោតក្រែងលោកប៉ុន្មានទេព្រោះហេតុព្រះមហាថេរៈដែលមានព្រះសមណស័ក្តិពងខ្ពស់ដូចគ្នាក៏មានព្រះជន្មាយុស្រកគ្នាហើយចេះដឹងច្រើនជាងសម្ដេចព្រះសង្ឃនាយកកែវអុកទៀតផងម្ល៉េះហើយក្នុងសម័យនោះព្រះសង្ឃក្នុងវត្តឧណាឡោមមានការរកម្មរកុសពុំសូវរៀបរយទេរីឯផ្លូវប្រតិបត្តិក្នុងព្រះពុទ្ធសាសនាវិញកាលពីដើមធ្លាប់មានមកយ៉ាងណាក៏នៅតែយ៉ាងនោះជាធម្មតាឥតមានប្រែប្រួលអ្វីឡើយគឺប្រតិបត្តិតាមគ្នាតដោយពុំមានបទដ្ឋានច្បាស់លាស់សៀវភៅខាងលើក៏បានលើកឡើងថាប្រហែលជាដោយសារតែឃើញភាពឆ្កន់ឆ្គងក្នុងវិស័យព្រះពុទ្ធសាសនាទើបមានថ្ងៃមួយជាថ្ងៃជិតចូលព្រះវស្សា
ពុំដឹងជាចែកដល់អ្វីបណ្ដាលឲ្យអ្នកអង្គម្ចាស់ស្ត្រីមួយអង្គបានទទួលស្នើសម្ដេចព្រះសង្ឃនាយកកែវអុកសូមបង្កើតឲ្យមានព្រះសង្ឃសម្ដែងព្រះវិន័យក្នុងព្រះវិហារវត្តអណាឡោមរាល់ពេលរាត្រីដើម្បីឲ្យភិក្ខុសាមណេរស្ដាប់រហូតដល់ថ្ងៃចេញព្រះវស្សាអ្នកអង្គម្ចាស់ស្ត្រីនោះក៏បានសូមពវរណាបូជាដោយបច្ច័យនៅតម្លៃ1រៀលចំពោះការសម្ដែងធម៌មួយលើកបន្ទាប់ពីសម្ដេចព្រះសង្ឃនាយកអង្គនោះបានទទួលតាមសំណូមពរខាងលើមានភិក្ខុ3រូបដែលគង់នៅវត្តអណាឡោមដែលមានភាពឆេវឆ្លាតក្នុងធម៌វិន័យត្រូវបានសម្រិតសម្រាំងឲ្យបំពេញកាតព្វកិច្ចនេះភិក្ខុទាំង3រូបនោះគឺរួមមានព្រះគ្រូវិមលបញ្ញាអ៊ុំស៊ូព្រះគ្រូសង្ឃសត្ថាជួនណាតនិងព្រះគ្រូសង្ឃវិជាហួតតាតព្រះគ្រូទាំង3រូបដែលមានប្រតិពលផ្នែកធម្មវិន័យស្រាប់ហើយនោះក៏បានបន្ថែមនៅសម្ភាររបស់ខ្លួនក្នុងការសិក្សាស្រាវជ្រាវរាវរកឫសគល់នៃព្រះពុទ្ធសាសនាឡើងវិញហើយនាំយកមកសម្ដែងនិងបង្រៀនដល់ភិក្ខុសាមណេរក្នុងអារាមនេះមួយរយៈមកភិក្ខុសាមណេរក្នុងវត្តក៏មានការភ្ញាក់រលឹកហើយឃើញនៅកំហុសរបស់ខ្លួនដែលធ្លាប់ប្រតិបត្តិកន្លងមកក៏កើតមានការនិយាយគ្នាច្រើនឡើងជារឿងរាល់ថ្ងៃអំពីការប្រតិបត្តិខុសនៅធម៌វិន័យទោះចង់ឬមិនចង់ក៏តាមរយៈការជជែកវិញ្ញាណរបស់ភិក្ខុសាមណេរទាំងនេះមានន័យថាព្រះសង្ឃរាជនិងព្រះមហាថេរដែលនៅក្នុងជួររាជាគណៈក៏បានប្រព្រឹត្តខុសខ្លះដែរដោយលើសជាងនេះទៅទៀតក៏មានន័យថាសម្ដេចព្រះសង្ឃរាជនិងមន្ត្រីសង្ឃទាំងពួងគឺមិនដឹងខុសត្រូវទោះជាព្រះគ្រូទាំង3បានពន្យល់ទូលព្រះសង្ឃនាយកថាសេចក្តីទាំងនេះមានចែងនៅក្នុងគម្ពីរនានាមានគម្ពីរព្រះត្រៃបិដកជាដើមក្តីក៏ភាពមិនសប្បាយព្រះទ័យនិងភាពទោមនស្សយ៉ាងក្រៃលែងក៏បានកើតឡើងដល់ព្រះសង្ឃរាជកែវអុកនិងព្រះថេរៈមួយចំនួននៅក្នុងជួររាជាគណៈព្រះធម្មលិខិតព្រះសង្ឃនាយកនិងព្រះមហាថេរៈទាំងនោះបានពោលតេះដៀភិក្ខុសាមណេរដែលមានព្រះគ្រូទាំង3រូបជាប្រមុខនោះថានាំគ្នានិយាយតែផ្ដេសតែផ្ដាស់មិនដឹងយកធម៌មកពីណាពីណីតាមតែចិត្តឯងបង្កាច់បង្ខូចប្រពៃណីទំនៀមទម្លាប់ដែលពួកលោកនិងអ្នកដទៃធ្លាប់ប្រតិបត្តិតាំងពីជីដូនជីតាមកព្រះសង្ឃនាយកក៏បានបញ្ចប់លែងមានឲ្យការសម្ដែងព្រះធម៌ទេសនាតទៅទៀតនិងហាមឃាត់ភិក្ខុសាមណេរទាំងឡាយលែងឲ្យទៅរៀនអំពីព្រះគ្រូអនាគតមហាបុរសទាំង3នោះទៀតកម្មវិធីសម្ដែងព្រះធម្មវិន័យចប់ត្រឹមនេះប៉ុន្តែសម្ដេចព្រះសង្ឃរាជនិងព្រះមហាថេរទាំងនេះទោះជាព្យាយាមរារាំងនឹងការដាក់បំរាមយ៉ាងណាក៏មិនអាចទប់ទល់នៅសន្ទុះចិត្តប្រកបដោយឆន្ទៈមោះមុតក្នុងការចង់ចេះចង់ដឹងរកខុសរកត្រូវប្រកបនោះឡើយផ្ទុយទៅវិញការស្ដីបន្ទោសនិងបំរាមទាំងនេះក៏បានបញ្យុះបញ្ឆេះនៅមនសិការឲ្យរឹតតែខ្លាំងក្លាឡើងព្រះគ្រូទាំង3រូបក៏បន្ថែមនូវការព្យាយាមសិក្សាពិនិត្យគម្ពីរនានាកាលនោះសុទ្ធតែជាគម្ពីរភាសាបាលីប្រកបដោយឆន្ទៈមោះមុតនិងស្មារតីម្ចាស់ការជាងមុនដោយមានកម្មវិធីច្បាស់លាស់ជាងមុនពោលគឺបែងចែកនៅការងារសិក្សាស្រាវជ្រាវក្នុងគម្ពីរព្រះត្រៃបិដករួចដកស្រង់ចំណុចណាដែលសំខាន់និងយកមកចែករំលែកឲ្យគ្នាទៅវិញទៅមកសម្ដេចព្រះធម្មលិខិតកែវអុកព្រះសង្ឃនាយកគណៈមហានិកាយនិងព្រះមហាថេរមួយចំនួនដែលស្ថិតនៅក្នុងជួររាជាគណៈជាមេក្រុមអភិរក្សបុរាណនិយមក្រុមនេះក៏បានឲ្យមានការប្រឆាំងដាច់ខាតក្នុងការសិក្សាផ្នែកបរិយត្តិធម៌និងការបកប្រែគម្ពីរព្រះពុទ្ធសាសនាមានព្រះត្រៃបិដកជាដើមពីភាសាបាលីមកជាភាសាជាតិនិងបានប្រឆាំងផងដែរនៅការយកនៅគម្ពីរដីកាព្រះពុទ្ធសាសនាមកបោះជាសៀវភៅដោយប្រើក្រដាសហើយក៏បានតម្រូវឲ្យរក្សាគម្ពីរដីកានានានៅជាសត្រាស្លឹករឹតនិងជាភាសាបាលីសុទ្ធសាធដដែលកฎរបស់ព្រះគ្រូសត្ថាជួនណាតនិងកฎរបស់ព្រះគ្រូសង្ឃវិជាហួតតាតត្រូវបានរងការគប់ដុំថ្មជារឿយៗហេតុនេះសុវត្ថិភាពរបស់ព្រះគ្រូទាំងពីរអង្គបានរងការគំរាមទាំងផ្លូវបុគ្គលរទុស្រាយទាំងផ្លូវច្បាប់ទំនាស់ក្នុងព្រះពុទ្ធសាសនាបានរីករាលដាលតាំងពីថ្នាក់រាជធានីរហូតដល់ថ្នាក់ខេត្តខណ្ឌជនបទទូទាំងប្រទេសដែលនាំឲ្យសាមគ្គីភាពរបស់ពុទ្ធបរិស័ទខ្មែរជួបភាពប្រេះឆាយ៉ាងជូរចត់រហូតដល់មានពាក្យបណ្ដឹងចូលមក
ព្រះសង្ឃរាជកែវអុកដោយសូមឲ្យព្រះអង្គជំនុំជម្រះនិងផ្ដន្ទាទោសចំពោះព្រះគ្រូទាំង3រូបនោះផងដែរតាមសិភៅកល្យាណមិត្តរបស់ខ្ញុំបានបញ្ជាក់ថាពាក្យបណ្ដឹងភាគច្រើនចេញមកពីខេត្តព្រៃវែងសៀមរាបនិងកំពង់ចាមព្រះធម្មលិខិតព្រះសង្ឃនាយកកែវអុកដែលកំពុងមិនសពព្រះតីស្រាប់ផងនោះក៏បានធ្វើនៅពាក្យបណ្ដឹងត្រូវក្រសួងធម្មការដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះករុណាព្រះបាទស៊ីសុវត្ថិបន្ទាប់ពីព្រះរាជសាវនាការនិងជ្រាបសពសេចក្តីមកព្រះករុណាបានមានព្រះបន្ទូលសរសើរដល់កិច្ចការរបស់ព្រះថេរៈទាំង3នេះជាពិសេសព្រះគ្រូសង្ឃសត្ថាជួនណាតនិងបានព្រះរាជទាននៅប្រាក់រង្វាន់ចំនួន20រៀលដល់ព្រះគ្រូសង្ឃសត្ថាជួនណាតចំណែកឯព្រះករុណាមនីវង្សដែលកាលនោះទ្រង់នៅជាព្រះអង្គម្ចាស់នៅឡើយទ្រង់សពព្រះតីចំពោះកិច្ចការនុកិច្ចរបស់ព្រះភិក្ខុទាំង3នេះជាខ្លាំងហើយមានគ្រាមួយនោះទ្រង់ក៏មានព្រះបន្ទូលជាមួយនឹងព្រះបិតាព្រះករុណាព្រះបាទស៊ីសុវត្ថិថាព្រះសង្ឃចាស់ៗទាំងនោះសំដៅទៅលើក្រុមសម្ដេចកែវអុកគ្មានចេះអ្វីសោះអាងតែខ្លួនឯងជាមនុស្សចាស់ជាអ្នកធំជាងគេមានគំនិតឈ្នានីសគេមិនចង់ឲ្យគេចេះដឹងគួរតែដកចេញពីតំណែងទើបសមបើទោះបីជាពាក្យបណ្ដឹងទាំងនោះបានលើកទទួលបានការបរាជ័យយ៉ាងណាក្តីក៏ក្រុមនេះមិនបានបញ្ចប់ត្រឹមនោះឡើយហើយក៏បានបន្តប្រឆាំងនឹងកិច្ចការនុកិច្ចរបស់ព្រះគ្រូទាំង3អង្គដោយប្រការផ្សេងៗទៀតហើយថែមទាំងនាំអ្នកដទៃមកជំទាស់ផងក្នុងនោះក៏មានទាំងកុងសីសេនាបតីនៃក្រសួងធម្មការក៏ហាក់មានទំនោរទៅខាងក្រមធម៌បរានិយមនិងមានចំណែកក្នុងការបន្តិចបង្អាប់ក្នុងការបោះពុម្ពសៀវភៅរបស់ព្រះភិក្ខុទាំងនោះចាញ់ក្តីលើកនេះបានបណ្ដាលឲ្យព្រះសង្ឃនាយកកែវអុកមានការអប្រតិរិទ្ធតែខ្លាំងហើយក៏បានកោះប្រជុំរាជាគណៈក្នុងកុដិរបស់ព្រះអង្គបន្ទាប់មកបានទៅពឹងពាក់រដ្ឋមន្ត្រីមួយរូបដែលមានកិត្តិនាមខ្ពង់ខ្ពស់តែមិនដឹងថានាមអ្វីនោះទេឲ្យជួយរកវិធីទប់ស្កាត់សកម្មភាពរបស់ព្រះថេរៈទាំងនោះកុំឲ្យរុលទៅមុខទៀតទំនងដោយប្រការនេះទើបមិនយូរប៉ុន្មានមានព្រះរាជប្រកាសលេខ71ចុះថ្ងៃទី2ខែតុលាឆ្នាំ1918បានចេញផ្សាយទៅគ្រប់វត្តទូទាំងប្រទេសដោយបញ្ញត្តិថាភិក្ខុសាមណេរទាំងឡាយខាងគណៈមហានិកាយត្រូវបដិបត្តិតាមទំនៀមទម្លាប់សម្ដេចព្រះមហាសង្ឃរាជព្រះនាមនិលទៀងដែលបានចូលទីវង្គតទៅហើយព្រះធម្មលិខិតកែវអុកត្រូវបានព្រះករុណាព្រះបាទស៊ីសុវត្ថិតែងតាំងឲ្យជាអ្នកស្នងតំណែងបន្តខាងគណៈធម្មយុត្តិកនិកាយត្រូវបដិបត្តិតាមទំនៀមទម្លាប់នៃសម្ដេចព្រះមហាសុគន្ធាធិបតីព្រះនាមប៉ានភិក្ខុសាមណេរណាប្រតិបត្តិខុសពីទំនៀមទម្លាប់ខាងលើនេះនឹងត្រូវមានកំហុសទទួលតាមទណ្ឌកម្មតាមទោសានុទោសក្នុងការនោះប្រទេសមួយដែលប្រកាសខ្លួនថាជាពុទ្ធសាសនិកបែរជាចេញនៅសេចក្តីប្រកាសហាម5បព្វជិតមិនឲ្យប្រតិបត្តិតាមពុទ្ធបញ្ញត្តិនិងពុទ្ធានុញ្ញាតហើយតម្រូវឲ្យប្រតិបត្តិតាមទំនៀមទម្លាប់របស់បុគ្គលពោលគឺទម្លាប់របស់សម្ដេចព្រះមហាសង្ឃរាជនៅទៀងនិងសម្ដេចប៉ានទៅវិញព្រះធម្មលិខិតកែវអុកនិងក្រុមរបស់ព្រះអង្គមានសេចក្តីសោមនស្សយ៉ាងខ្លាំងចំពោះព្រះរាជប្រកាសនេះទីណាក៏ដោយឲ្យតែមានពាក្យបណ្ដឹងចំពោះភិក្ខុសាមណេរមួយនោះសម្ដេចព្រះសង្ឃនាយកនិងសហការីរបស់ព្រះអង្គតែងតែទៅកាត់ទោសបណ្ដេញឬផ្សឹកភិក្ខុសាមណេរនោះដោយមិនឲ្យបន្ធូរដៃឡើយទោះយ៉ាងណាដោយសេចក្តីប្រកាសនេះហាមបព្វជិតមិនឲ្យប្រតិបត្តិតាមពុទ្ធានុញ្ញាតហើយបែរជាប្រតិបត្តិតាមទំនៀមទម្លាប់បុគ្គលនោះទើបប្រសិទ្ធភាពនៃសេចក្តីប្រកាសនេះសាបរលាបក្នុងរយៈពេលមិនយូរហើយភិក្ខុសាមណេរដែលជាអ្នកប្រតិបត្តិតាមពុទ្ធបញ្ញត្តិពុទ្ធានុញ្ញាតក៏មិនត្រូវបានធ្វើទុកបុកម្នេញទៀតផងដែរកាលនោះប្រទេសស្ថិតនៅក្រោមអាណានិគមបារាំងបន្ទាប់ពីពេលវេលាដល់វែងអន្លាយនៃសង្គ្រាមឈានពានអំពីសំណាក់ប្រទេសសៀមនិងយួនផងការធ្វើសង្គ្រាមដណ្ដើមអំណាចផ្ទៃក្នុងផងនោះបានរុញច្រានប្រទេសកម្ពុជាដ៏ធ្លាប់តែជាអ្នកមានអាណាចក្រដ៏ធំធេងនិងរុងរឿងនោះឲ្យធ្លាក់ទៅក្នុងរដៅនៃហយនភាពគ្រប់យ៉ាងគម្ពីរក្បួនខ្នាត
និងគ្រឹះស្ថានអប់រំក៏ដូចជាប្រាជ្ញបណ្ឌិតនិងបញ្ញាជនក៏ត្រូវវិនិច្ឆ័យបាត់បង់ស្ទើរគ្មានសល់ជាហេតុនាំឲ្យមនុស្សខ្មែរទាំងព្រះសង្ឃមានសម្ដេចព្រះមហាសង្ឃរាជគណៈមហានិកាយនិលទៀងនិងព្រះមហាបានព្រះសង្ឃរាជគណៈធម្មយុត្តជាដើមនិងក្រហមនាំគ្នាទៅសិក្សានៅប្រទេសជិតខាងជាពិសេសប្រទេសសៀមនិន្នាការនេះជាដើមបានធ្វើឲ្យរាជការខ្មែរនិងរាជការអាណាព្យាបាលបារាំងបារម្ភថាប្រកាសនឹងធ្វើឲ្យប្រទេសកម្ពុជាទទួលនូវឥទ្ធិពលវប្បធម៌និងមនោគមពីប្រទេសសៀមដែលជាដំណើរឆ្ពោះទៅរកការនៅក្រោមអំណាចនៃប្រទេសដែលតែងតែសម្លឹងរកឱកាសលេបត្របាក់ទឹកដីខ្មែរនេះទៀតចំពោះរាជការអាណាព្យាបាលបារាំងទំនោរនេះនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍នៃការត្រួតត្រារបស់ខ្លួនមកលើកម្ពុជាដោយហេតុនេះសាលាភាសាបាលីត្រូវបានបង្កើតឡើងជាលើកដំបូងតាំងពីបែកក្រុងអង្គរនៅនគរវត្តខេត្តសៀមរាបនៅឆ្នាំ1909ឈ្មោះថាបរមពុទ្ធវចនៈបរិយត្តិបសាទៈទោះជាសាលាភាសាបាលីនេះបានបរាជ័យក្រោយពីដំណើរការរយៈពេល2ឆ្នាំដោយសារនៅឆ្ងាយពីក្រុងក្តីក៏ពួកអ្នកដឹកនាំមិនបានបោះបង់នៅគោលបំណងដ៏ឧត្តមឧត្តមគតិជាតិដែលធ្វើឲ្យមានការព្យាយាមយកបទពិសោធន៍បរាជ័យនោះយកមកកែប្រែនៅឆ្នាំ1914តាមសៀវភៅប្រវត្តិសង្ខេបពុទ្ធសាសនបណ្ឌិតឆ្នាំ1911មានសាលាភាសាបាលីមួយទៀតបានបង្កើតនៅក្នុងភ្នំពេញក្រោមព្រះរាជឧបត្ថម្ភនៃព្រះករុណាព្រះបាទស៊ីសុវត្ថិដោយសារពុំទាន់មានអគារសម្រាប់ប្រើប្រាស់ក្នុងការសិក្សានាសម័យនេះទើបសម្រេចយកមន្ទីរព្រះសទ្ធំនិងថែវភាគខ្លះនៃព្រះវិហារព្រះកែវមរកតក្នុងព្រះបរមរាជវាំងធ្វើជាអគារសិក្សាបណ្ដោះអាសន្នសាលាភាសាបាលីនេះបានបន្តអភិវឌ្ឍជាលំដាប់រហូតដល់ក្លាយជាសាលាបាលីជាន់ខ្ពស់ដែលសប្តាហ៍ថ្ងៃគឺជាពុទ្ធិកវិទ្យាល័យព្រះសូរាមរិតនៅនាខែមេសាឆ្នាំ1922តាមសៀវភៅប្រវត្តិសង្ខេបពុទ្ធសាសនបណ្ឌិតនាឆ្នាំ1914បានសរសេរថានៅថ្ងៃទី25ខែមករាឆ្នាំ1930មន្ទីរសម្រាប់អ្នកប្រាជ្ញព្រះពុទ្ធសាសនាដែលមានឈ្មោះថាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតត្រូវបានបង្កើតឡើងសាលាបាលីជាន់ខ្ពស់និងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតសុទ្ធតែជាកម្មវត្ថុនៃការពង្រីកប្រទេសនៅក្នុងឥណ្ឌូចិនបារាំងសេសកម្ពុជាកូសាំងស៊ីនដែលសពថ្ងៃហៅឈ្មោះថាកម្ពុជាក្រោមឬវៀតណាមខាងត្បូងតុងកឹងនិងលាវដោយចាប់ផ្ដើមចេញពីប្រទេសខ្មែរព្រះគ្រូសង្ឃវិជ្ជាហូតាតនិងសមាជិកដទៃទៀតនៃថ្នាក់ដឹកនាំនាសាលាបាលីជាន់ខ្ពស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតក៏ដូចជាថ្នាក់ដឹកនាំរាជការខ្មែរនិងរាជការអាណាព្យាបាលបារាំងបានយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីធ្វើកិច្ចការទាំងនេះបម្រើនូវផលប្រយោជន៍ឲ្យប្រទេសជាតិខ្មែរយ៉ាងច្រើនហួសពីបរិយាយកិច្ចការនូវកិច្ចទាំងនោះទោះជាផ្នែកខ្លះជាគំនិតដែលបារាំងខ្លាចបាត់បង់ផលប្រយោជន៍របស់ខ្លួនក្នុងការគ្រប់គ្រងកម្ពុជាក្តីក៏ជាឱកាសដ៏ល្អកម្រមាននៅក្នុងការកសាងជាតិឡើងវិញតាំងពីបែកអង្គរមកពុំទាន់មានឯកសារណាមួយបានបញ្ជាក់និងបកស្រាយអំពីមូលហេតុនៃទង្វើរបស់ក្រុមអភិរក្សបុរាណនិយមនោះទេឲ្យបានច្បាស់លាស់នៅឡើយពួកអ្នកប្រវត្តិសាស្ត្រហាក់ដូចពុំហ៊ានបកស្រាយឬដោយទុកឲ្យអ្នកសិក្សាចំនួនក្រោយមានការស្វែងយល់រៀងៗខ្លួនទោះយ៉ាងណាយើងអាចសន្និដ្ឋានបានថាមកពីគំនិតមើលមិនបានវែងឆ្ងាយរបស់ក្រុមមួយចំនួនហើយប្រការមួយនេះក៏ប្រហែលជាមានភាពភ័យខ្លាចចំពោះខ្លួនក្នុងការបាត់បង់នូវឥទ្ធិពលនៅពេលដែលឃើញថាក្រុមព្រះថេរៈក្មេងៗទោះនេះមានភាពជឿនលឿនជាងខ្លួនខាងចំណេះនិងគំនិតបញ្ញាក៏ដូចជាទស្សនវិស័យហើយក៏អាចមកពីភាពមានអ្នកបង្កប់ខ្លួននៅក្នុងសន្តានផងដែរពិតហើយថាការអភិរក្សជាកត្តាមិនអាចខានបានប៉ុន្តែអភិរក្សហួសហេតុពេកគឺជាការចាប់ផ្ដើមធ្វើឲ្យរិចរិលពុកផុយទៅវិញដែលប្រការនោះនរណាក៏អាចយល់បានដែរ